nơi trong cần đàនៃអង្គរធំមានប្រាសាទបាយ័នមួយដែលមានអាយុកាលប្រហែលជា800ឆ្នាំមកហើយមានព្រំមុខ4រាប់រយព្រំនៅលើកំពូលប្រាសាទមួយនេះអ្នកខ្លះជឿថាព្រំមុខ4ទាំងអស់នេះតែងតែផ្លាស់ប្ដូរទឹកមុខតើមានរឿងអ្វីកើតឡើងនៅទីនោះតើព្រំមុខ4ពិតជាផ្លាស់ប្ដូរទឹកមុខមែនដែរឬទេនៅក្នុងវីដេអូមួយនេះយើងនឹងនាំអ្នកចូលទៅក្នុងប្រាសាទបាយ័នផ្ទាល់តែម្ដងហើយថាតើហេតុអ្វីមានពាក្យចចាមអារ៉ាមបែបនេះកើតឡើងនៅជុំវិញប្រាសាទមួយនេះប្រាសាទបាយ័នមានព្រំមុខ4ទាំងអស់ចំនួន216ជាមួយនឹងស្នាមញញឹមដ៏ស្រស់ប្រំព្រៃប្រាសាទបាយ័នស្ថិតនៅកណ្ដាលនៃក្រុងអង្គរធំនៅក្នុងខេត្តសៀមរាបប្រទេសកម្ពុជាហើយប្រាសាទបាយ័នត្រូវបានសាងសង់ឡើងដោយព្រះបាទជ័យវរ្ម័នទី7ដែលជាស្ដេចមួយអង្គដែលមានអំណាចខ្លាំងក្លាបំផុតនៅក្នុងចក្រភពខ្មែរយើងនេះវាត្រូវបានសាងសង់ឡើងនៅចុងសតវត្សទី12និងដើមសតវត្សទី13ប្រហែលជាឆ្នាំ1180ទៅដល់1210ប្រាសាទនេះតំណាងឲ្យព្រះពុទ្ធសាសនាមហាយានហើយមានតែមួយគត់នៅក្នុងពិភពលោកមានប្រាសាទនៅក្នុងប្រទេសណាដែលសាងសង់ព្រំមុខ4នៅចុងកំពូលដោយប្រាសាទបាយ័នរបស់យើងនេះឡើយចម្លាក់នៅលើប្រាសាទបាយ័នគឺជាចម្លាក់ដែលកម្របំផុតនៅក្នុងចំណោមប្រាសាទទាំងអស់នៅក្នុងប្រទេសកម្ពុជាដោយប្រាសាទផ្សេងទៀតភាគច្រើនគឺបង្ហាញអំពីព្រះតកតងជាមួយនឹងជំនឿផ្សេងប៉ុន្តែចំណែកឯប្រាសាទបាយ័នបង្ហាញពីទស្សនវិជ្ជារស់នៅទូទៅរបស់ប្រជាជនកាលសម័យនោះមានទាំងពីផ្សារទូកហើយនឹងការចម្បាំងផ្សេងដែលបានកើតឡើងនាសម័យនោះផងដែរអ្នកជំនាញប្រវត្តិសាស្ត្រអះអាងថាលក្ខណៈនៃទឹកមុខដែលបិទភ្នែកនិងញញឹមប្រកបដោយភាពអាថ៌កំបាំងរបស់ព្រំមុខ4នេះគឺតំណាងឲ្យការត្រាស់ដឹងនិងភាពស្ងប់ស្ងាត់តាមការស្រាវជ្រាវកន្លងមកគ្មានការសរសេរមួយណាដែលពន្យល់ថាព្រំមុខ4នេះតំណាងឲ្យអ្វីគ្មានការពន្យល់ពីទឹកមុខរបស់ព្រំមុខ4នេះហើយគ្មានសារឬក៏ចម្លាក់ណាមួយដែលបានបន្សល់ទុកឲ្យយើងដឹងថាព្រំមុខ4ឬប្រាសាទបាយ័ននេះកសាងឡើងដើម្បីអ្វីព្រំមុខ4មានទឹកមុខបែបនេះតំណាងឲ្យអ្វីគឺគ្មានអ្នកណាបានដឹងច្បាស់លាស់អំពីរូបព្រំមុខ4នេះឡើយដោយសារតែបែបនេះហើយទើបមានជំនឿផ្សេងត្រូវបានលើកឡើងជុំវិញប្រាសាទនេះអ្នកខ្លះក៏ជឿថាមុខទាំងអស់នេះគឺតំណាងឲ្យព្រះឬក៏អាទិទេពដោយសារតែព្រំមុខ4ត្រូវបានគេសាងសង់នៅលើកំពូលរបស់ប្រាសាទបាយ័នអ្នកខ្លះជឿថាអាទិទេពកំពុងតែមើលចុះមកផែនដីយើងពីគ្រប់ទិសទីទាំងអស់អ្នកទស្សនាជាតិនិងអន្តរជាតិនៅពេលដែលពួកគេបានទៅទស្សនាប្រាសាទបាយ័នដ៏អស្ចារ្យមួយនេះពួកគេតែងតែមានអារម្មណ៍ចម្លែកមួយកើតឡើងពួកគេសង្កេតឃើញថានៅពេលល្ងាចនៅពេលដែលថ្ងៃរៀបលិចទឹកមុខរបស់ព្រំមុខ4ចាប់ដើមផ្លាស់ប្ដូរគឺផ្លាស់ប្ដូរពីទឹកមុខដែលញញឹមស្រស់ប្រំព្រៃប្រកបដោយភាពស្ងប់ស្ងាត់ទៅជាទឹកមុខមួយដែលខុសពីទឹកមុខដែលពួកគេបានឃើញនៅពេលព្រឹកនិងពេលថ្ងៃពួកគេជឿថាទឹកមុខរបស់ព្រំមុខ4ដែលនៅប្រាសាទបាយ័នគឺផ្លាស់ប្ដូរកំឡុងពេលថ្ងៃពេលព្រឹកហើយនិងពេលល្ងាចពិតទៅស្រមោលចាំងពីព្រះអាទិត្យចូលទៅក្នុងប្រាសាទគឺជាអ្នកដែលធ្វើឲ្យទឹកមុខរបស់ព្រំមុខ4ប្រែប្រួលម្យ៉ាងវិញទៀតដោយសារប្រាសាទបាយ័នជាកន្លែងដែលមានតាំងពីបុរាណកាលមកទើបអ្នកទស្សនាតែងតែមានអារម្មណ៍មួយគិតថាមានរឿងចម្លែកកើតឡើងនៅពេលដែលទៅទស្សនានៅដល់ប្រាសាទនេះឯងនៅពេលយប់ប្រាសាទនេះមានសភាពស្ងប់ស្ងាត់ពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថាព្រំមុខ4នៅតែបន្តថែរក្សាការពារទឹកដីមួយនេះបើទោះបីជាយើងមនុស្សធម្មតាមិនអាចមើលឃើញពួកគេក៏ដោយនេះបង្ហាញឲ្យឃើញថាព្រំមុខ4ពិតជាមានអំណាចខ្លាំងក្លាបើទោះបីជាយើងមិនអាចមើលឃើញប៉ុន្តែយើងនៅតែមានអារម្មណ៍មួយគិតថាពួកគេស្ថិតនៅក្នុងប្រាសាទនោះជារៀងរហូតមកដល់ពេលបច្ចុប្បន្ននេះអ្នកបុរាណវិទូនៅតែមិនទាន់មានភស្តុតាងណាមួយច្បាស់លាស់តែបញ្ជាក់ថាព្រំមុខ4នេះតំណាងឲ្យទៅបុគ្គលណាឡើយប៉ុន្តែអ្នកវិទ្យាសាស្ត្រជឿជា
ជាក់ថាព្រំមុខ4តំណាងឲ្យបុគ្គល3រូបទី1គឺព្រះបាទជ័យវរ្ម័នទី7ដោយសារតែទម្រង់មុខរបស់ព្រំមុខ4មានលក្ខណៈស្រដៀងគ្នាទៅនឹងរូបចម្លាក់របស់ព្រះបាទជ័យវរ្ម័នទី7មែនទែនហើយអ្នកបុរាណវិទូគិតថានៅពេលដែលព្រះបាទជ័យវរ្ម័នសាងសង់ប្រាសាទបាយ័ននេះឡើងគឺគាត់សាងសង់ដាក់ព្រំមុខ4ដែលតំណាងឲ្យរូបគាត់ផ្ទាល់នៅលើកំពូលប្រាសាទតំណាងឲ្យថាគាត់ជាស្ដេចនៅតែតាមថែរក្សាការពារប្រទេសជាតិមួយនេះតរៀងរហូតទៅទី2គឺតំណាងឲ្យលោកេស្វរៈដោយសារតែស្នាមញញឹមរបស់ព្រំមុខ4មើលទៅមានសភាពស្ងប់ស្ងាត់ដូចស្នាមញញឹមរបស់ព្រះពុទ្ធសាសនាដែរទើបគេគិតថាព្រំមុខ4តំណាងឲ្យលោកេស្វរៈគេសាងសង់បែបនេះឡើងក្នុងនាមឲ្យព្រះជួយតាមថែរក្សាការពារពិភពលោកមួយនេះទី3គឺតំណាងឲ្យការបូកបញ្ចូលគ្នារវាងស្ដេចហើយនិងព្រះក្នុងគោលបំណងបង្ហាញពីអំណាចនយោបាយហើយនិងអំណាចនៃជំនឿព្រំមុខ4ដែលសាងសង់នៅលើកំពូលប្រាសាទបាយ័ននេះសុទ្ធតែមានទម្រង់មុខស្រដៀងគ្នាហើយមើលទៅទិសដៅផ្សេងគ្នាបើទោះបីជាមានលក្ខណៈមិនដូចគ្នាទាំងស្រុងក៏ដោយក៏ព្រំមុខ4នេះមានអត្ថន័យតែមួយគឺថែរក្សានិងការពារក្រុងនគរនេះឲ្យបានល្អឥតខ្ចោះនៅពេលដែលអ្នកទេសចរបានទៅទស្សនាប្រាសាទនេះពួកគេតែងតែមានអារម្មណ៍មិនស្រួលភ័យខ្លាចដោយសារតែមើលទៅដូចជាមានអ្នកណាកំពុងមើលមកពួកគេមុខរបស់ព្រំមុខ4មើលទៅមានសភាពស្ងប់ស្ងាត់និងមិនព្រៃភ្នែកតតែសោះធ្វើឲ្យមនុស្សគិតថាពួកគេដូចជាត្រូវបានតាមដានដោយនរណាម្នាក់អ្នកខ្លះក៏ថាព្រំមុខ4នេះដូចជាមានបណ្ដាសាណាមួយត្រូវបានដាក់ទៅលើពួកគេអញ្ចឹងប្រាសាទនេះមានរយៈកាលប្រហែលជា800ឆ្នាំមកហើយបើទោះបីជាមានពាក្យចចាមអារាមផ្សេងតាក់ទងនឹងព្រំមុខ4នៅប្រាសាទបាយ័នក៏ដោយប៉ុន្តែគោលបំណងនៃការសាងសង់ព្រំមុខ4នៅប្រាសាទនេះមិនមានបំណងដើម្បីបំភ័យអ្នកទៅទស្សនានោះទេគោលបំណងតែមួយគត់គឺដើម្បីថែរក្សាការពារនេះតែម្ដងដោយសារតែប្រាសាទបាយ័នមិនមានកំណត់ហេតុណាមួយច្បាស់លាស់ដើម្បីពន្យល់ថាប្រាសាទនេះធ្វើឡើងដើម្បីអ្វីព្រំមុខ4នេះតំណាងឲ្យអ្នកណាទើបចេះតែមានពាក្យចចាមអារាមជាច្រើនកើតឡើងជុំវិញប្រាសាទនេះរហូតមកដល់ពេលបច្ចុប្បន្ន